អស់កង្វល់ទៀតដែរសម្រាប់អ្នកដែលគាត់មានប្រភេទ MacBook ជាមួយនឹងទូរស័ព្ទ iPad ត្រូវការសាកជាមួយនឹង Power Bank ផ្សេងៗគ្នាដោយសារតែកម្លាំងវ៉ាត់វាទាមទារខុសៗគ្នាអញ្ចឹងអ្នកគ្នាអាចជ្រើសរើស Power Bank នៅក្នុងដៃខ្ញុំនេះសម្រាប់សាកទៅកាន់ឧបករណ៍ទាំងអស់ហ្នឹងដោយប្រើតែ Power Bank នេះមួយគត់ដោយសារតែ Power Bank នេះគឺជាប្រភេទ Power Bank មួយដែលមានទំហំថ្ម 20000 mAh មកបូករួមជាមួយនឹងកម្លាំងវ៉ាត់ធំមែនតើរហូតដល់65 វ៉ាត់ PD Fast Charge តែអ្នកគ្នាអាចជ្រើសរើសការសាកជាមួយនឹងទូរស័ព្ទ iPad MacBook អីមួយអែមតែម្ដងចឹងអ្នកគ្នាចង់ត្រូវការសាកអីអ្នកគ្នាក៏អត់ចាំបាច់ប្រើខ្សែផ្សេងនាំតែញញ៉ៃទេអ្នកគ្នាអាចទាញខ្សែដែលជាប់ជាមួយនឹង Power Bank ស្រាប់នឹងចេញមកហើយនៅពេលហ្នឹងគឺអ្នកគ្នាអាចសាកជាមួយនឹងទូរស័ព្ទឬមួយក៏ iPad MacBook របស់អ្នកគ្នាបានទេសម្រាប់ខ្សែហ្នឹងដែរគឺអ្នកគ្នាអាចសាកបាន65 វ៉ាត់ពេញតែម្ដងណាហើយមួយទៀតបើសិនជាអ្នកគ្នាត្រូវការសាកបន្ថែមអីក៏អ្នកគ្នាអាចជ្រើសរើសការសាកជាមួយនឹងរុននេះផងដែរដែលរុននេះគឺជាប្រភេទរុន Type C អញ្ចឹងអ្នកគ្នាអាចជ្រើសរើសការសាកបញ្ចេញក៏បានបញ្ចូលក៏បានប៉ុន្តែបើសិនជាអ្នកគ្នាសាកបញ្ចូលអត់ចង់សាកមានខ្សែផ្សេងថោតជាមួយនឹងរុននេះបញ្ចូលនាំតែវែងឆ្ងាយទេអ្នកគ្នាអាចរើសជាមួយនឹងខ្សែដែលជាប់ស្រាប់នេះគឺអ្នកគ្នាអាចសាកបញ្ចូលក៏បានបញ្ចេញក៏បានដូចគ្នាផងដែរហើយលើពីនេះទៀត Power Bank ហ្នឹងគេក៏បានភ្ជាប់មកជាមួយនឹង LED ដែលបង្ហាញពីភាគរយថ្មរបស់ Power Bank នេះច្បាស់តែម្ដងងាយស្រួលក្នុងការមើលថា Power Bank ហ្នឹងនៅសល់ប៉ុន្មានភាគរយអីចឹងណាហើយអ្វីដែលកាន់តែពិសេសហ្នឹងអ្នកគ្នាតែងបារម្ភថា20000 អាំពែអញ្ចឹងខ្លាចតែពេលដែលយើងយកទៅក្រៅប្រទេសខ្លាចតែគេឲ្យយកទៅខ្លាចតែគេដកទុកអីចឹងប៉ុន្តែអ្នកគ្នាអស់បារម្ភទៀតហើយដោយសារតែ Power Bank នេះគឺគេ approve ឲ្យអ្នកគ្នាអាចដាក់តាមខ្លួនយកឡើងយន្តហោះបានហើយមួយទៀតសម្រាប់អ្នកគ្នាដែលចូលចិត្តទៅប្រទេសចិនក៏អាចយក Power Bank នឹងចូលបានដែរដោយសារតែវាមានសញ្ញា CC3 ដែលអ្នកគ្នាអាចដាក់តាមខ្លួនយកទៅពលានយន្តហោះគ្រប់ទាំងអស់ហើយអាចយកទៅប្រទេសចិនបានទៀតចឹងខ្ញុំគិតថាពិសេសខ្លាំងមែនទែនចំពោះ Power Bank មួយនេះចឹងបើសិនជាអ្នកគ្នាចាប់អារម្មណ៍ទៅលើប្រភេទ Power Bank នៅក្នុងដៃខ្ញុំនេះអ្នកគ្នាអាចដាក់ការកំងតាមរយៈវីដេអូនេះឬមួយក៏អ្នកគ្នាអាចអញ្ជើញមកដល់ហាងផ្ទាល់ក៏បានដែរសម្រាប់អាស័យដ្ឋានគឺយើងបានដាក់នៅលើ caption នៃវីដេអូមួយនេះសូមអរគុណជួបគ្នានៅវីដេអូក្រោយ